សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែករំលែកបងប្អូនទាំងអស់គ្នាពីការងារខ្លះៗរបស់ខ្ញុំជាមួយបងប្អូនទាំងអស់គ្នាហើយវីដេអូនេះខ្ញុំធ្វើដើម្បីលើកទឹកចិត្តបងប្អូនដែលចូលចិត្តរស់នៅឯករាជ្យតែម្នាក់ឯងអញ្ចឹងណាកុំឲ្យភ័យខ្លាចចាអ្នកទាំងអស់គ្នាអាចធ្វើវាបានណាចាដូចខ្ញុំអញ្ចឹងគឺជាទូទៅខ្ញុំនៅតែម្នាក់ឯងធ្វើការតែម្នាក់ឯងទេបងប្អូនទាំងអស់គ្នាចាហើយមានកូនឆ្មាដូចបងប្អូនឃើញអញ្ចឹងណាពេលងើបពីគេងមកគឺមានឆ្មាមានអីដាក់បាយឲ្យឆ្មាបន្ទាប់មកស្លៀកពាក់ដើម្បីធ្វើការងាររបស់យើងក្នុងមួយថ្ងៃណាខ្ញុំមុជទឹកមុជអីហើយគឺខ្ញុំមកចាប់ដើម skin care ដូចបងប្អូនទាំងអស់គ្នាយើងគឺព្រលឹមឡើងយើងត្រូវលាបឡេការពារកម្ដៅថ្ងៃផ្ដល់សំណើមអីហ្នឹងហើយនឹងលាបក្រែមតិចតួចដើម្បីឲ្យមើលទៅកុំស្លេកពេកចាហើយជាទម្លាប់របស់ខ្ញុំជាទូទៅហ្នឹងគឺពេលព្រលឹមឡើងហ្នឹងគឺខ្ញុំចំណាយពេលបើខ្ញុំមានពេលទាំងអស់គ្នាគឺខ្ញុំចំណាយពេលមកធ្វើគេហៅថា meditation គឺតាសមាធិអញ្ចឹងណាគឺគ្រាន់តែដកដង្ហើមចេញដកដង្ហើមចូលហើយយើងតាមដានដង្ហើមរបស់យើងគឺយើងធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ពេលដែលអារម្មណ៍របស់យើងស្ងប់ទៅគឺពេញមួយថ្ងៃហ្នឹងគឺយើងអត់សូវខឹងអត់សូវអីទេទាំងអស់គ្នាអត់សូវមួម៉ៅអញ្ចឹងអ្នកទាំងអស់គ្នាអាចចំណាយពេល5នាទីបើមានពេលអីអាចកន្លះម៉ោងអញ្ចឹងទៅទាំងអស់គ្នាចាហើយបើមិនអាចធ្វើរាល់ថ្ងៃបានទេបានទឹកឆ្លៀតធ្វើឲ្យបាន2ទៅ3ដងអញ្ចឹងណាគឺវាជួយបានច្រើនមែនទែនជាមួយនឹងអារម្មណ៍របស់យើងធ្វើឲ្យយើងនិយាយទៅអត់សូវខឹងឯណាបងប្អូនគ្នាគឺអារម្មណ៍បែបនឹងថឹងល្អអញ្ចឹងណាអញ្ចឹងគឺវាជួយយើងស្ងប់បានច្រើនវាល្អមែនតើហើយយើងក៏អាចមហាត់ប្រាណចាអ្នកទាំងអស់គ្នាមិនថាតើតើមានពេកច្រើនបានហាត់ប្រាណបានទេអ្នកទាំងអស់គ្នាចំណាយពេលតែ2-3នាទីហ្នឹងក៏អាចហាត់ប្រាណបានដែរគឺយើងពុតខ្លួនតិចតួចអញ្ចឹងណាបើខ្ញុំធ្លាប់អានសភៅជប៉ុនវិញគឺគេឲ្យយើងបើអត់មានពេលទេមួយនាទីហ្នឹងក៏បានដែរក្នុងពេលមួយថ្ងៃគាត់តែលាស់ដៃលាស់ជើងទាញសរសៃឲ្យវាមានចលនាទៅក៏អាចជួយឲ្យយើងនឹងសម្រួលសរសៃឈាមបានល្អដែរទាំងអស់គ្នានេះតាមដែលខ្ញុំធ្លាប់អានសភៅមកណាចាអញ្ចឹងអ្នកទាំងអស់គ្នាអាចឆ្លៀតពេលមួយនាទីបើសិនជាអត់មានពេលអ្នកទាំងអស់គ្នាមានពេលអីអាច5នាទីអញ្ចឹងអ្នកទាំងអស់គ្នាចាវាក៏អាចជួយធ្វើឲ្យយើងនឹងស្វាហាប់ដែរអ្នកទាំងអស់គ្នាអញ្ចឹងអាចសាកល្បងធ្វើបានវាផ្ដល់អត្ថប្រយោជន៍ឲ្យយើងទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យើងណាហើយបងប្អូនទាំងអស់គ្នានឹងក៏អាចអានសភៅព្រលឹមឡើងព្យាយាមអានសភៅណាដែលផ្ដល់គំនិតវិជ្ជមានដល់យើងណាកុំផ្ទាន់បើកទូរស័ព្ទមើលអ្វីដែលអត់ល្អគឺយើងបញ្ចូលអ្វីដែលវិជ្ជមានចូលក្នុងខួរក្បាលរបស់យើងទៅហើយព្រឹកនេះគឺខ្ញុំអានចំចំពុកល្អមែនតើគឺឲ្យយើងស្វែងរកការងារណាដែលយើងស្រឡាញ់កាលណាយើងស្រឡាញ់វាហើយយើងនឹងអាចនៅជាមួយការងារហ្នឹងពេញមួយជីវិតរបស់យើងអញ្ចឹងគឺវាជំរុញលើកទឹកចិត្តឲ្យយើងនឹងធ្វើការងាររកអ្វីដែលយើងស្រឡាញ់ពិតប្រាកដអញ្ចឹងណាហើយបន្ទាប់មកខ្ញុំអានរួចហើយខ្ញុំក៏ចុះទៅក្រោមទាំងអស់គ្នាដើម្បីបោសសម្អាតឲ្យសារចិញ្ចឹមសត្វទាំងអស់គ្នាដឹងហើយគឺវារៀងអញ្ញែញ៉ៃហើយនឹងសបោរមមែនតើអញ្ចឹងតើតែយើងអាសាសម្អាតបានផ្ទះយើងស្អាតអញ្ចឹងណាបន្ទាប់ពីនោះមកខ្ញុំទៅធ្វើម្ហូបទាំងអស់គ្នាម្ហូបរបស់ខ្ញុំគឺសាមញ្ញមែនតើប៉ុណ្នេះឯងហើយខ្ញុំញ៉ាំតែបន្លែទេថ្ងៃនេះដោយសារមិនសិនញ៉ាំការគេហើយអញ្ចឹងថ្ងៃនេះញ៉ាំបន្លែក៏អត់អីដែរអញ្ចឹងអ្នកទាំងអស់គ្នាបែរថាអូយមិនញ៉ាំតិចមិនមានជីវជាតិដោយសារមិនញ៉ាំច្រើនហើយអញ្ចឹងថ្ងៃនេះខ្ញុំគិតថាអូខេហើយប៉ុណ្ណឹងហើយបងប្អូនឃើញទេគឺនៅតែឯងប៉ុន្តែខ្ញុំចង់ប្រាប់ថាគឺអត់អីទេផ្លូវចិត្តរបស់ខ្ញុំគឺខ្ញុំមានអារម្មណ៍ថាពេញលេញអត់មានខ្វះខាតអីទេទាំងអស់គ្នាចាហើយបើសិនជាខ្ញុំនឹកផ្ទះនឹកអីនឹកម៉ាក់នឹកប៉ានឹកបងប្អូនអីខ្ញុំជិះទៅលេងគាត់ចឹងទៅតែជាទូទៅគឺខ្ញុំចូលចិត្តចំណាយពេលនៅមួយខ្លួនឯងខ្ញុំចូលចិត្តអញ្ចឹងទាំងអស់គ្នាហើយនៅមួយខ្លួនឯងហ្នឹងក៏មិនកាត់ថាឯកោដែរសំខាន់គឺយើងស្គាល់ខ្លួនឯងច្បាស់ថាយើងចង់បានអីគេអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នានៅតែឯងកុំបារម្ភចាយរកអ្វីដែលខ្លួនឯងស្រឡាញ់ចូលចិត្តធ្វើទៅហើយខ្ញុំឡើងមកលើមកនេះគឺកូនឆ្មារបស់ខ្ញុំតែបាយឆ្អែតគឺគេឡើងមកលើហ្នឹងហើយគេដេកមកគេដេកហើយពេលថ្ងៃហ្នឹងចាតង់ពីរនឹងទាំងអស់គ្នាហើយខ្ញុំចូលចិត្តមើលពួកគេដេកមែនតើដោយសារតែខ្ញុំអត់ដឹងខ្ញុំមានអារម្មណ៍ថាខ្ញុំមើលហើយខ្ញុំមានអារម្មណ៍អស់សំណោចគួរអីស្រឡាញ់វាប្លែកគ្រប់ម៉ូដគ្រប់ម៉ាកអញ្ចឹងទៅហើយជាទូទៅពេលដែលខ្ញុំរួចដាច់អស់ហើយគឺខ្ញុំចាប់ដើមឆ្លើយតបសិស្សហើយមិនមែនថាតែឆ្លើយតែពិតងើបពីគេងមកពេលខ្ញុំឲ្យតែរៀងស្បោយដៃមានពេលចោះតិចគឺខ្ញុំបើកទូរស័ព្ទដើម្បីតបសិស្សហើយដោយគាត់ធ្វើលំហាត់អានមកវិញអញ្ចឹងខ្ញុំត្រូវ check ការសរសេររបស់គាត់ត្រឹមត្រូវនៅការអានរបស់គាត់យ៉ាងម៉េចដែរតែខ្ញុំគួរកែគាត់តាមណាខ្លះអញ្ចឹងណាអញ្ចឹងគឺយើងឆ្លើយឆ្លងគ្នាទៅតាមទូរស័ព្ទហ្នឹងឯងអ្នកទាំងអស់គ្នាទៅមកអញ្ចឹង
ដូច្នេះបងប្អូនទាំងអស់គ្នាដែលចង់ធ្វើការងារឯករាជ្យបងប្អូនអាចមើលថាតើអ្នកទាំងអស់គ្នាចូលចិត្តជីវិតបែបហ្នឹងអត់អញ្ចឹងណាមុននឹងសម្រេចចិត្តចង់ធ្វើការឯករាជ្យ